បើសិនជាបងប្អូនទាំងអស់គ្នាអនុវត្តនៅ7ចំណុចខាងក្រោមនេះបានមួយជីវិតបងប្អូននឹងមិនស្គាល់ពាក្យថាកើតជំងឺទឹកនោមផ្អែមឬក៏មានបញ្ហាលើសជាតិស្ករនោះទេបើបងប្អូនជាមួយនឹងរាងកាយរបស់មនុស្សយើងតែកាលណាបងប្អូនថែទាំជាប្រចាំបងប្អូននឹងអាចរស់នៅដោយមានសេចក្តីសុខមួយបើបងប្អូនជាមួយនឹងសុខភាពល្អជាពិសេសអត់មានជំងឺមកនៅជាមួយនឹងបងប្អូនបានចំណុចទី1សំខាន់បងប្អូនជាមួយនឹងការដែលបងប្អូនរស់ចាក់ឆ្ងាយពីបញ្ហាទឹកនោមផ្អែមនៅថ្ងៃក្រោយបានគឺការដែលបងប្អូនចាត់ចែងរបបអាហារឲ្យបានត្រឹមត្រូវព្រោះបងប្អូនដឹងហើយនៅពេលបច្ចុប្បន្ននេះចំណីអាហារដែលបងប្អូនញ៉ាំចូលគឺអត់សូវសុវត្ថិភាពដូចមុនទេជាពិសេសគឺសម្បូរទៅដោយបន្លែផ្លែឈើត្រីសាច់ដែលសម្បូរទៅដោយគីមីជាតិពុលច្រើនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនញ៉ាំអាហារព្យាយាមកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិស្ករច្រើនជាពិសេសពាក់ព័ន្ធជាមួយនឹងអាហារដែលប្រើទៅដោយម្សៅច្រើនហ្នឹងក៏វាជាហេតុដែលបង្កឲ្យមនុស្សយើងប្រឈមជាមួយនឹងបញ្ហាជំងឺទឹកនោមផ្អែមដែរបរិមាណនៅក្នុងការញ៉ាំអាហារបងប្អូនកុំញ៉ាំលើសលប់ច្រើនពេកលើសពីរាងកាយរបស់មនុស្សយើងទទួលយកឡើងបានដែលបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាឡើងគីឡូហើយវាបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាឡើងជាតិស្ករនៅក្នុងខ្សែឈាមចាប់ផ្ដើមមានបញ្ហាជំងឺផ្សេងៗគឺច្រើនមែនទែនកាត់ផ្ដាច់ឬក៏កាត់បន្ថយប្រភេទរបស់ផ្អែមដែលបងប្អូនញ៉ាំជាប្រចាំហ្នឹងបងប្អូនអាចធ្វើរឿងទី1នឹងបានគឺល្អប្រសើរខ្លាំងមែនទែនចំណុចទី2ដែលបងប្អូនគួរតែធ្វើដើម្បីរស់ចាក់ឆ្ងាយពីបញ្ហាជំងឺទឹកនោមផ្អែមដូចគ្នាគឺពាក់ព័ន្ធជាមួយនឹងការហាត់ប្រាណជាប្រចាំការហាត់ប្រាណគឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនវាជួយចរន្តឈាមវាជួយរាងកាយបងប្អូនគឺបានល្អខ្លាំងមែនទែនតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានសិក្សាឲ្យឃើញថាការហាត់ប្រាណគឺជួយទៅលើរាងកាយបងប្អូននៅទូខ្លួនតែម្ដងបានន័យថាអត់មានអវយវៈណាអត់ទទួលបាននៅអត្ថប្រយោជន៍ពីការហាត់ប្រាណទេពេលណាដែលបងប្អូនហាត់ប្រាណគឺទទួលបាននៅរាងកាយយើងសពបែបយ៉ាងតែម្ដងបងប្អូនជាមួយនឹងអត្ថប្រយោជន៍ក៏ដូចជាការពារថែទាំពេលណាដែលបងប្អូនហាត់ប្រាណមិនថាហាត់ប្រាណនៅក្នុងរូបភាពបែបណាសំខាន់ដែលបងប្អូនចូលចិត្តមិនថាការដើរតិចៗឬក៏ការរត់ឬក៏ជិះកង់ហាលទឹកឬក៏ធ្វើសកម្មភាពកីឡាផ្សេងៗទេគឺសុទ្ធតែជាសកម្មភាពដែលគេហៅថារាប់បញ្ចូលតទៅជាមួយនឹងការហាត់ប្រាណដើម្បីជួយដោះស្រាយក៏ដូចជាបង្ការឲ្យបងប្អូនកុំឲ្យមានបញ្ហាកាត់ជំងឺទឹកនោមផ្អែមហើយចំណុចទី3គឺវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនរក្សាគីឡូតើនឹង BMI បងប្អូនកុំឲ្យលើសគីឡូខ្លាំងព្រោះតែកាលណាយើងមានបញ្ហាលើសគីឡូខ្លាំងគឺមានបញ្ហាប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី2ហើយវាពាក់ព័ន្ធជាមួយនឹងការដែលយើងនឹងឡើងសម្ពាធឈាមបន្ថែមទៀតហើយចំណុចទី4ពាក់ព័ន្ធជាមួយនឹង lifestyle ក៏ដូចជាអាកប្បកិរិយារស់នៅរបស់បងប្អូនអរគ្នាកាត់បន្ថយនៅក្នុងការជក់បារីការដែលបងប្អូនទទួលទាននៅស្រាច្រើនហើយចំណុចទី3គឺវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូននឹងចូលចិត្តញ៉ាំអាហារប្រៃឬក៏អាហារផ្អាប់ទាំងអស់ហ្នឹងក៏ជាសាហេតុដែលបង្កឲ្យមនុស្សយើងនឹងមានបញ្ហាប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមដែរអញ្ចឹងបើសិនជាបងប្អូនចង់រស់ចាក់ឆ្ងាយពីបញ្ហាការឡើងជាតិស្ករឬក៏ជំងឺទឹកនោមផ្អែមហ្នឹងជិះវាងនៅចំណុច3ដែលនៅក្នុងចំណុចខាងក្រោមដែលរូបចម្លាក់បានចែងលេខមិញហ្នឹងតើតើនឹងការដែលខ្សែភាសាច្រើនការដែលយើងជក់បារីច្រើនឬក៏បញ្ហាដែលបងប្អូនចូលចិត្តញ៉ាំអាហារប្រៃឬក៏អាហារផ្អាប់ហើយចំណុចទី5គឺវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនធ្វើម៉េចគេងឲ្យបានគ្រប់គ្រាន់ហើយកាត់បន្ថយ stress ព្រោះពាក់ព័ន្ធជាមួយនឹងមនុស្សដែលមានបញ្ហាគេងអត់គ្រប់គឺវាមានបញ្ហាប្រឈមខ្លាំងមែនទែនកាលណាដែលបងប្អូនមានបញ្ហា stress ក៏ជាសាហេតុមួយដែលបង្កឲ្យបងប្អូនមានបញ្ហាជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួនដូចគ្នាហើយចំណុចទី6គឺការដែលបងប្អូនឆ្លៀតនៅក្នុងការទៅតេស្តសុខភាពមើលដើម្បីឲ្យដឹងពីស្ថានភាពជំងឺជាពិសេសបើសិនជាបងប្អូនមានដំណរពុជគេហៅថាមានឪពុកម្ដាយយាយតាដែលគាត់ធ្លាប់មានបញ្ហាជំងឺទឹកនោមផ្អែមឬក៏មានជំងឺបញ្ហាផ្សេងៗទៀតហ្នឹងបងប្អូនគួរណាស់តែឆ្លៀតនៅក្នុងការដែលឆែកសុខភាពជាប្រចាំអាចនឹង3ខែម្ដងឬក៏6ខែម្ដងអីហ្នឹងក៏វាប្រសើរដែរព្រោះតែកាលណាបងប្អូនឆែកទៅនឹងរាងកាយយើងមើលចិត្តស្ករក្នុងខ្សែឈាមមើល HbA1c បងប្អូននឹងអាចថែទាំរាងកាយកុំឲ្យមានបញ្ហាប្រឈមជំងឺទឹកនោមផ្អែមបានដូចគ្នាហើយចំណុចទី7ចុងក្រោយសំខាន់ដូចគ្នាគឺពាក់ព័ន្ធជាមួយនឹងការញ៉ាំទឹកព្រោះមនុស្សនាពេលបច្ចុប្បន្ននេះទឹកដែលគាត់ញ៉ាំគឺទឹកភេសជ្ជៈគ្រឿងកំប៉ុងច្រើនជាងទឹកធម្មតាអនុវត្តនៅក្នុងការញ៉ាំទឹកធម្មតាឲ្យច្រើនជាងភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមមួយជីវិតបងប្អូនអរគ្នាអត់ស្គាល់ពាក្យថាជំងឺទឹកនោមផ្អែមឬក៏មានបញ្ហាឡើងជាតិស្ករទេជួយចុច share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយសេចក្តីសុខអត់មានជំងឺទឹកនោមផ្អែមនៅក្នុងរាងកាយ